បាទចឹងយើងរក asymptotic នៃក្រាហ្វ C ចឹងអនុគមកំណត់ដោយ mx ស្មើនឹង ax បូក b បូក sin x sin x ជារាងកាណូនិកអញ្ចឹងគឺត្រូវគណនា limit x ក្រជិតបូកអនន្តនៃ sin នៃ x ស្មើ0ស្មើ0នោះគឺថាបន្ទាត់សមីការ y ស្មើ ax បូក b ជា asymptotic ចឹងអនុគមយើងមានរាង ax បូក bx បូក c លើពេលx បូកគុយទី1ដើម្បីរក asymptotic យើងត្រូវចែកពហុធាតុសិនជាងសរសេរជារាងកាណូនិកហើយចែកពហុធាតុណាសរសេរអនុគម f ជារាងកាណូនិកយើងចូលជំហានទី1យើងចែកពហុធាតុយើងមាន x ក្រេបូក 3x ដក1ចែកនឹង x បូក2អញ្ចឹងដើម្បីឲ្យបាន x ជាងទៅគុណនឹង x គុណនឹង x ស្មើ x ក្រេទៅពីឆ្លងសញ្ញាជាងដាក់សញ្ញាដកគុណនឹង2បាន 2x ឆ្លងសញ្ញាដក 2x ហើយយើងបូកបញ្ចូលមក x ដក x ស្មើ0ដក 3x ដក 2x សល់ដក x តមកទៀតស្មើបូក x ដក 2x ស្មើបូក x តម្លាក់ដក1មកតម្លាក់ដក1យើងដាក់បានចំនួន x យើងដាក់បានចំនួន1បូក1ឃើញ x បានបូក x ឆ្លងសញ្ញាបានដក x វិញដក2បានបូក2គុណមក1គុណនឹង2បានបូក2ឆ្លងសញ្ញាបានដក2ហើយយើងគណនាទៅគឺស្មើនឹង0ដក3អញ្ចឹងនោះយើងបានរាងកាណូនិកនៃ mx ហើយគឺស្មើនឹងដែលយើងចែកបានគឺ x បូក1រាង y ស្មើ ax បូក b ហ្នឹង ax បូក b ហ្នឹងបូក sin x sin x គឺយើងសេសំណល់ផលបូកសំណល់លើផលបូកសំណល់លើតួយើងមានរូបមន្តយើងផលបូកសំណល់លើតួសំណល់យើង3ចឹងកន្លែងហ្នឹងត្រូវដក3លើតួជាងគឺ x បូក2តាមតំណាងចែក f(x) ហ្នឹងតំណាងដល់មកតាមតំណាងចែកស្មើនឹងផលបូកសំណល់លើតួចែកតួហ្នឹងគឺតួចែកចឹងបើយើងសេជារាងកាណូនិកហើយយើងគណនាជំហានទី2គឺគណនា limit x ទៅជិតបូកដកអនន្តនៃ sin x យើងគណនាមក limit x ទៅជិតបូកដកអនន្តនៃ sin x យើងគឺស្មើនឹងដក3លើ x បូក2ចឹងយើងចំនួនបូកដកអនន្តចូលទៅគឺស្មើនឹងដកលើបូកដកអនន្តបូក2វាស្មើនឹងដក3លើ0លើបូកដកអនន្តហើយចឹងមួយចំនួនលើអនន្តយើងនឹងស្រាប់ហើយលេខលើបូកដកអនន្តស្មើ0អញ្ចឹងស្មើ0អញ្ចឹងដោយ limit យើងស្មើ0ដូចនេះ
បន្ទាត់សម័យកាលបន្ទាត់សម័យកាលy ស្មើ x បូក1នេះ y ស្មើ x បូក1នេះ x បូក1 y ស្មើ x បូក1ជាអាស៊ីមតូតរិកនៃក្រាហ្វិកជាអាស៊ីមតូតរិកនៃក្រាហ្វិកបាទសូមអរគុណ